ខ្ញុំបករណាសូមអ្នកមស្ការចំពោះព្រះដ៏មានព្រះភិក្ខដែលព្រះអង្គជាព្រះអរហន្តព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយគោរពស្មើដោយជីវិតសពកាលសូមក្រាបថ្វាយបង្គំចំពោះព្រះគុណម្ចាស់គ្រប់ព្រះអង្គទាំងគ្រប់ឋានានុក្រមទាំងអស់ក្នុងខេត្តបាត់ដំបងយើងនេះដែលមានព្រះអង្គគ្រូព្រះមេគុណខេត្តដែលព្រះអង្គទៅតែសគត់ថ្មីនេះជាអធិបតីសង្ឃជាសង្ឃនាយកជាដើមសូមក្រាបថ្វាយបង្គំចំពោះលោកម្ចាស់គ្រប់ព្រះអង្គដែលព្រះអង្គតែងតែមានបฏิខិតខំប្រឹងប្រែងណាស់ព្យាយាមនិមន្តមកដើម្បីគង់សិក្សាបន្តក្នុងសាលារៀនសតបដ្ឋានខេត្តបាត់ដំបងយើងនេះដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងសូមគោរពចំពោះលោកគ្រូជាម្ចាស់របស់ខ្ញុំសូមគោរពលោកគ្រូប្អូនធម្មាចារ្យទាំងអស់សូមគោរពចំពោះលោកគ្រូអ្នកគ្រូលោកតាលោកយាយលោកមីនិងអ្នកមីងបងប្អូនប្រុសស្រីពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដល់យ៉ាងក្រៃលែងថ្ងៃនេះគឺជាថ្ងៃសៅរ៍5កើតខែអស្សុជឆ្នាំម្សាញ់ស័កតស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី27ខែកញ្ញាគ្រិស្តសករាជ2025គឺជាថ្ងៃដែលលោកម្ចាស់គ្រប់ព្រះអង្គនិងយើងខ្ញុំបករណាទាំងឡាយទាំងអស់គ្នាមកជួយជុំគ្នាសាជាថ្មីដើម្បីសិក្សារៀនសូត្រនៅព្រះអស់របស់ព្រះអង្គបន្តទៅទៀតដើម្បីឲ្យបានយល់អំពីអ្វីដែលជាបដិបត្តិអ្វីដែលមិនមែនជាបដិបត្តិ
អ្វីដែលជាព្រហ្មចរិយធម៌ដែលប្រព្រឹត្តទៅមិនដើម្បីនឿយណាយនិងអ្វីដែលជាព្រហ្មចរិយធម៌ប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយតែមួយយ៉ាងទាំងអស់នេះឯងវាកើតឡើងអំពីដែលយើងមក